ច្រកដែលចំកាស៊ីណូនេះហ្មងគឺបន្លាលូគឺនៅច្រើនដដែលបន្លាលូក្រាស់ជាងមុននេះណាលូដាក់ក្រាស់ជាងមុនគឺនិយាយដល់ក្រោយនិយាយតបន្ទុយនេះឥឡូវមកខាងនេះវិញខាងដែលចិនកាត់បន្លាលូហ្នឹងគឺឥឡូវសម្រាប់ថាហើយបានពាត់វិញទាំងអស់នេះចាប់ពីស្ថានភាពហេតុខាងនឹងនិយាយជួបម្សិលមិញហ្នឹងនេះហេតុខាងស្ថានភាពខាងហ្នឹងពីហ្នឹងទៅគឺប្រហែលជា100 200 ម៉ែត្រសិនមិញគឺចិនដោះចេញអស់ហើយឥឡូវនេះគឺបាច់លើកាមេរ៉ាវិញមិនទៅហ៊ានសៀងទៅនៅគួយក្នុងហ្នឹងអញមិញឥឡូវមកជួននេះគឺបន្លាលូទាំងអស់វត្តវិញទាំងអស់ចឹងដូចយើងជម្រាបជូនម្សិលមិញហ្នឹងគឺបើកបានត្រឹមមករៀបចំឲ្យបានតែខ្ញុំបានតំណែងមកថាគេសហការគ្នាអស់ហើយសហការគ្នាថាគេបើកឲ្យចិនដំណើរការរ៉ូស៊ីនៅកន្លែងហ្នឹងវិញតែឥឡូវជាក់ស្ដែងនេះគឺតែបានបិទឡើងនេះទៀតនេះហើយឥឡូវនេះកន្លែងប្លោះនេះគឺបិទត្រឹមនេះក្រោយនេះចឹងខាងនេះខ្ញុំអត់ដឹងថាខាងណាបិទទេយើងបកទៅវិញសិនឡូចាំតិចទៅឡើយឡៃមកឡៃកាស៊ីណូអត់បងទៅវិញសិនបាយចឹងឡៃនេះអាចចិនទៅវាយបានអស់ខ្លះសិនវិញទៀនសៀននៅយាមនៅប្រឡោះនេះឯងនេះគឺសម្រាប់ថាបិទលើរងចាំមើលថ្ងៃស្អែកទៀតតែមិនចាំទេបើសិនជាចិននៅតែជំនះនៅចូលទៅបើកបន្លាលូតទៀតអាហ្នឹងយើងមិនដឹងថាមានរឿងអីផ្សេងកើតឡើងទេចូលចាំមើលសិន